ជំរាបសួរអំពូមីងនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះមនីរតបានមេរៀនភាសាខ្មែរចែកជូនអំពូមីងមិត្តភ័ក្តិទាំងអស់គ្នាស្ដាប់កំសាន្តការបរិភោគអាហារនៅភោជនីយដ្ឋានថ្ងៃអាទិត្យនេះម្ដាយឪពុកខ្ញុំបាននាំខ្ញុំទៅបរិភោគអាហារនៅភោជនីយដ្ឋានមួយនៅក្រុងភ្នំពេញភោជនីយដ្ឋាននោះមានទីធ្លាធំទូលាយសម្រាប់ចតរថយន្តនិងមានការរៀបចំតុបតែងលម្អគួរឲ្យចាប់អារម្មណ៍នៅខាងក្នុងភោជនីយដ្ឋានមានការរៀបចំទីកន្លែងស្អាតបាតសមរម្យប្រកបដោយផាសុកភាពចុងភៅមានស្នាដៃចំណានក្នុងការចម្អិនអាហារខ្មែរគ្រប់មុខហើយអាហារមានរសជាតិឈ្ងុយឆ្ងាញ់គួរឲ្យចង់ទូទានមិនតែប៉ុណ្ណោះអាហារនិងសម្ភារៈប្រើប្រាស់មានអនាម័យល្អអ្នកបម្រើរហ័សរហួនថែមទាំងរួសរាយរាក់ទាក់ចំពោះភ្ញៀវជានិច្ចគ្រួសារខ្ញុំពេញចិត្តសម្លកកូរត្នោតនិងញ៉ាំស្ដៅភ្ញៀវដែលបានមកទីនេះពេញចិត្តនឹងការសរសើរថាម្ហូបឆ្ងាញ់គ្រប់មុខហើយមានតម្លៃក៏សមរម្យអាស្រ័យហេតុនេះទើបធ្វើឲ្យភ្ញៀវចេញចូលបរិភោគអាហារយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃខ្ញុំរីករាយក្នុងចិត្តណាស់ព្រោះបានបរិភោគអាហារដែលមានអោជារសនៅទីនេះបានស្រូបយកខ្យល់អាកាសបរិសុទ្ធនិងស្ដាប់តូរ្យតន្ត្រីយ៉ាងសែនពីរោះទៀតផងជំរាបលាអំពូមីងទាំងអស់គ្នាបាយបាយ